Do you know the meaning of this word and how to pronounce it? So today's word is resilient. Stress on the second syllable. Resilient. You often hear this word in movies, in books, or motivational speeches. So, do you know the meaning of resilient? So, resilient means able to recover quickly from a difficult situations. So, in Khmer, it's like you means សមត្ថភាពដូចថាងើបឡើងមកវិញមិនថាជួបបញ្ហាលំបាកកម្រិតណាគឺងើបឡើងមកវិញគឺយើងរងទៅតែរងមាំអត់ចោះចាញ់ជាមួយវាជួបមួយដោះមួយដួលហើយងើបវិញអញ្ចឹងណា So, for example, despite encountering many wars, the Cambodian people have remained resilient and continue to work hard to build a better future. ចឹងអត្ថន័យហ្នឹងតើអ្នកនរគ្នាអាចបកប្រែបានអត់ ចឹងបើសិនជាយើងបកប្រែខ្មែរគឺចង់សំដៅទៅលើថាទោះបីជាប្រជាជនកម្ពុជាគាត់បានឆ្លងកាត់នៅសង្គ្រាមជាច្រើនក៏គាត់នៅតែរក្សានៅទំហរនិងភាពរឹងមាំដើម្បីឲ្យខ្លួនឯងនឹងមានទឹកចិត្តទៅធ្វើការដើម្បីឲ្យសង្គមជាតិនឹងមានការរីកចម្រើនអីចឹងណានឹងបើយើងបកប្រែឲ្យវាថាលេងពាក្យឲ្យមានជាតិចឹងណា Now is your turn. Can you make a sentence using the word resilient? Leave it in the comments below and don't forget to follow SK Sharing for a new English word every day. ចាំបើសិនអ្នកនរគ្នាកំពុងតែស្វែងរកថ្នាក់រៀនភាសាអង់គ្លេសតាមអនឡាញគឺអាចសួរព័ត៌មានបន្ថែមពី SK Sharing បាននៅក្នុង Telegram របស់នាងខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំជាអ្នកបង្រៀនហើយសម្រាប់សិស្សដែលគាត់គិតថាគាត់នៅខ្សោយភាសាអង់គ្លេសហើយអត់មានភាពជឿជាក់នៅក្នុងការរៀនភាសាអង់គ្លេសគាត់ថារៀនទៅប្រហែលជាមិនផ្លាស់មានភាពផ្លាស់ប្ដូរអ្នកទាំងអស់គ្នាសាកមករៀនជាមួយខ្ញុំមួយខែសាកមើលសិនក៏បានដែរចឹងបើសិនអ្នកនរគ្នាមានចម្ងល់អីកុំភ័យនឹងខ្លាចនឹងសួរគឺខ្ញុំអត់បង្ខំអ្នកទាំងអស់គ្នាឲ្យរៀនទេគឺខ្ញុំអត់មានប្រវត្តិបង្ខំសិស្សឲ្យមករៀនជាមួយខ្ញុំទេមានតែសិស្សខ្ញុំគាត់បង្ខំឲ្យខ្ញុំកុំឈប់ចោលគាត់ឈប់បរៀនចោលគាត់អញ្ចឹងអ្នកទាំងអស់គ្នាអាចសួរព័ត៌មានខ្ញុំបានណាចាប់អារម្មណ៍អីអត់សូវមានពេលរៀនអីគឺថ្នាក់អនឡាញហ្នឹងឯងដែលជាពុម៉ាក់ល្អសម្រាប់បង្រៀនអ្នកទាំងអស់គ្នាតែម្ដងគឺជួយជំរុញការសិក្សារបស់យើងឲ្យកាន់តែខ្ពស់ទំនាក់ទំនងរបស់យើងក៏កាន់តែរីកចម្រើនដោយសារយើងអត់នៅតែឯងអត់ធ្វើអីតែឯងយើងបានបទពិសោធន៍ថ្មីដែរតោះអញ្ចឹងកុំភ្លេចសាកសួរព័ត៌មានពី SK Sharing បានណាអរគុណបាយបាយអ្នកទាំងអស់គ្នាសម្រាប់ watching this video